កំណាញ់រិះស្វិតត្បិតចង់មានធ្វើបាបបំពេញឃ្លានចង់ល្អប្រព្រឹត្តអាក្រក់បិទខ្លាចក្ររស់ឥតសិលធម៌ចិត្តអប្រ័យអ្នកក្រធ្វើចោលលួចព្រោះឃ្លានចោះចោលអ្នកមានលួចព្រោះអ្វីមានពឹសដូចពស់រស់នាំភ័យស្លាប់ទៅអវិជ័យព្រោះតណ្ហានេះក៏ជាគតិដែលយើងពិចារណាថាចោលខ្លះចោលអំបុកចោលអំបែងចោលស្រុកចោលភូមិលួចព្រោះតែអត់ឃ្លានតែចោលខ្លះមិនមែនលួចព្រោះអត់ឃ្លានទេចោលខ្លះហ្នឹងវាមានជាងគេអ្នកដែលចោលហ្នឹងទៅលួចទៀតក៏ជាការពិចារណាដែរដូច្នេះក៏ត្រឡប់មកវិញតកតងទៅនឹងរឿងព្រះមោគលានដែលលោកទៅប្រោះដល់មច្ឆរិយកោសយៈសិទ្ធិដែលមានការចង្អុលបង្ហាការណែនាំអំពីព្រះដ៏មានពភាកព្រះអង្គមើលឃើញឧបនិស្ស័យរបស់មច្ឆរិយកោសយៈសិទ្ធិនឹងហើយប៉ុន្តែឧបនិស្ស័យដែលគួរដល់ការទៅប្រោះដល់សត្វហ្នឹងគឺមើលឃើញព្រះមហាមោគលានហ្នឹងដោយសារតែពីជាតិមុនក៏ធ្លាប់មានឧបនិស្ស័យព្រះមហាមោគលានហ្នឹងបានសង្គ្រោះមច្ឆរិយកោសយៈសិទ្ធិនឹងដែរចឹងទៅក៏ព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះមហាមោគលានហ្នឹងទៅប្រោះនៅក្នុងសម័យថ្ងៃមួយព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ប្រើព្រះមហាមោគលានឲ្យទទួលមានមច្ឆរិយកោសយៈសិទ្ធិហើយក៏ឲ្យសិទ្ធិនោះដូរចិត្តចាកសេចក្តីកំណាញ់ស្វិតមកជាអ្នកត្រេកអរនៅក្នុងការបរិច្ចាគនិងបានជាសោតាបនបុគ្គលជាឧបាសកក្នុងពុទ្ធសាសនាសិទ្ធិនេះគឺមានទ្រព្យសម្បត្តិដល់ទៅ80កោដត្រឹម40កោដនោះគេហៅថាអនុសិទ្ធិនិងរបៀបនៃការដែលហៅទៅតាមឋានៈនៃទ្រព្យសម្បត្តិដូច្នេះក៏មច្ឆរិយកោសយៈសិទ្ធិនេះរស់នៅក្នុងសក្ការនិគមទោះបីជាគាត់មានទ្រព្យច្រើនក៏ពិតមែនប៉ុន្តែមិនព្រមឲ្យដល់អ្នកណាសូម្បីតែបន្តិចសូម្បីប្រេងមួយដំណក់ក៏មិនឲ្យដល់អ្នកដទៃមកដំណក់ក៏មិនអាចឲ្យបានណាបងទាំងខ្លួនឯងក៏មិនព្រមប្រើប្រាស់ចាយវាគាត់ហួងហែងទ្រព្យសម្បត្តិយ៉ាងក្រៃលែងដោយអរិយទឹកហួងហែងស្រះបោកករណីចឹងអរិយទឹកហ្នឹងគឺនៅក្នុងស្រះណាគឺមិនឲ្យអ្នកណាចូលមកចោះបេះឈូកចូលមកងូតទឹកចូលអីទេហួងហែងសេដ្ឋីហ្នឹងហួងហែងទ្រព្យហ្នឹងអញ្ចឹងហើយនេះក៏តកតងនឹងបាបកម្មរបស់លោកថាធ្វើដល់សេដ្ឋីមានទ្រព្យហ្នឹងថាជាបុណ្យហេតុអីក៏មានបាបកម្មលីឡំក្នុងហ្នឹងដែរតែទ្រព្យហ្នឹងបានអំណាចដោយបុណ្យមែនហើយក៏ប៉ុន្តែគណៈពេលដែលគាត់ធ្វើទានគាត់ធ្វើបុណ្យហ្នឹងគាត់មានអាការស្ដាយជាខាងក្រោយណាញាតិញោមឃើញបច្ចេកពុទ្ធយាងមកក៏ប្រើកម្មករកលីស័យហ្នឹងឲ្យទៅដាក់បាតឲ្យទៅដំបូងមានចិត្តដាក់បាតប្រគេនលោកហើយព្រះបច្ចេកពុទ្ធយាងទៅបាត់ស្រាប់តែមានភ្នោកចិត្តមួយក៏ថាស្ដាយក្រោយថាបាយនេះបើសិនជាអញទុកឲ្យកម្មករកលីសែងរួចពលកម្មមួយថ្ងៃញាតិញោមគាត់ថាប៉ុណ្ណឹងចាញ់ផលនឹងឲ្យដែរប៉ុន្តែឲ្យថាអ្នកមានទ្រព្យប៉ុន្តែមិនដែលបានទៅសោយសុខទៅនឹងទ្រព្យសម្បត្តិនឹងទេមកដល់ជាតិចុងក្រោយជាមច្ឆរិយកោសយៈសិទ្ធិហើយបានជាឧបនិស្ស័យការតន់ពុទ្ធសាសនាឲ្យតន់ព្រះដ៏មានពភាកគង់នៅហើយឧបនិស្ស័យថ្នាក់សោតាបនបុគ្គលទាំងពីរអ្នកប្តីប្រពន្ធហ្នឹងហើយញាតិញោមប៉ុន្តែវានៅតែជាប់អាការកំណាញ់នឹងរីហ្នឹងវាមកអញ្ចឹងដែរដូចមនុស្សដែលអាក្រក់ហើយកុំថាវានៅក្នុងភូមិឯហ្នឹងវាអាក្រក់ទោះបីមនុស្សអាក្រក់ហ្នឹងទៅនៅក្នុងភូមិដតីស្រុកដតីសួរថាមនុស្សអាក្រក់ហ្នឹងដូរសន្តានបានទេដូរចិត្តមាយាដូរអកប្បកិរិយាបានទេដូរពាក្យសម្ដីបានទេដូរទង្វើបានទេដោយសារតែការផ្លាស់ប្ដូរទីលំនៅពីកន្លែងមួយទៅកន្លែងថាបុគ្គលនោះមិនបានផ្លាស់ប្ដូរទេយ៉ាងណាមិញគឺបញ្ជាក់ថាពីជាតិមួយទៅជាតិមួយសង្សារវដ្តនេះវាវែងឆ្ងាយហើយប៉ុន្តែអាសេចក្តីកំណាញ់នោះវានៅតែជាប់នៅក្នុងចិត្តរបស់យើងនោះវាចេះតែមកអញ្ចឹងហ្នឹងហើយមានថាគាត់នឹងមិនដែលធ្វើល្អទេបើមិនដែលបានធ្វើល្អធ្វើបន់ស្មានមកកើតតនសម័យកាលដែលព្រះអង្គគង់នៅហើយស្មានតែមានឧបនិស្ស័យដល់ថ្នាក់សោតាបនបុគ្គលណាញាតិញោមប៉ុន្តែក្នុងចំណុចនេះគ្រាន់តែលើករឿងសេចក្តីកំណាញ់ហ្នឹងកំណាញ់ហ្នឹងញាតិញោមថាបើសិនជាបរិភោគស្រូវអង្គយកទៅដាំបាយយកតែកញ្ចង់អង្គតិចអង្គឬក៏ថាបើបានស្រូវថ្មីមិនហ៊ានហូបស្រូវថ្មីទេព្រោះអីញាតិញោមព្រោះចិត្តនឹងវាជាប់ស្អិតនឹងវាខ្លាចអស់ទ្រព្យថាបើហូបអាថ្មីទៅអាចារ្យនឹងវាមិនខូចមិនដែលហ៊ានប្រើសម្លៀកបំពាក់កណាត់អីថ្មីសិទ្ធិគេនឹងទៅគល់បរិជានឹងពាក់នឹងផ្លឹងវាមានលំដាប់អាវគេណាដែលយើងនេះចូលរាជវាំងទៅមានអនន្តរស័ក្តិពាក់អាវនឹងមិនគឺមានតែនោះអត់ទេទៅគល់បរិជាគេដែរនឹងអាវនឹងលខោកលខារតេះនឹងកេណកានឹង
នឹងទៅងៀតងត់ងៀតណត់ទៅញាតិញោមប្រើតែរបស់ចាស់ចាស់របស់អន់សួរថាហេតុអីបានឲ្យគាត់ទៅជាប់ចិត្តនឹងអារបស់ចាស់ចាស់របស់អន់ហូបតែបាយកញ្ចុងអង្គហ្នឹងទ្រាប់80កោតឯណោះបរិភោគតែធម្មតាក៏វាមិនក្រដែរហ្នឹងហើយអ្នកក្រគេនៅបរិភោគអង្គស្រូវថ្មីឯងនេះដល់សេដ្ឋីបរិភោគតែកញ្ចុងអង្គមានទឹកជ្រក់ជាគម្រប់2អីជាដើមសម័យថ្ងៃមួយសេដ្ឋីចូលទៅគបរាជាត្រឡប់មកវិញក៏ឃើញអ្នកស្រុកម្នាក់ហ្នឹងកំពុងបរិភោគនំកម៉ាស់នំស្រស់ធ្វើអំពីសណ្ដែកនិងអំបែងហើយក៏មានបំណងចង់បរិភោគនឹងអំបែងដែរតែមិនហ៊ានទិញបរិភោគទេវាខ្លាចអស់លុយតាមពិតលុយទៅនឹងដាក់តាមដែរប៉ុន្តែអត់ហ៊ានទិញវាមិនច្រើនទេប្រហែលកហបណៈអីញាតិញោមហើយក៏មិនហ៊ានប្រាប់ឲ្យអ្នកណាដឹងព្រោះខ្លាចអស់ទ្រព្យសម្បត្តិស៊ូអត់ទ្រាំនៅចំណងនឹងទ្រាំពីមួយថ្ងៃទៅមួយថ្ងៃលុះវេលាកន្លងទៅជាច្រើនថ្ងៃរាងកាយរបស់គាត់នឹងក៏មានអាការៈស្គមលឿងសរសៃរវាមពេញខ្លួនទាំងអស់រហូតអត់ទ្រាំមិនបានកើតរោគលឿនព្រោះចង់អាចំណងនឹងហើយវាមិនបានបរិភោគណាញាតិញោមដែរទេបើថាយើងចង់ហូបអីហើយបើមិនបានទេគឺនៅមិនសុខមកដេកមិនលក់មកបើថាហូបរបស់ផ្សេងចិត្តនឹងវានៅតែឃ្លានវានៅតែចង់ហូបតែញោមស្រីមានទំងន់ណាបើថាឃ្លានមកជួហ្នឹងទៅរោទៅមកជួនឹងតតែបានស្មែឥឡូវមិនប្របាកណាមកជួដែរញាតិញោមខែប្រាំងខែវស្សាខែណាស្វាយទៅវាមានគ្រប់រដូវសម័យមុននោះស្វាយវាមានតាមរដូវកាលមិនចឹងទេញាតិញោមហ្នឹងហើយពុទ្ធឃ្លានស្វាខែដែលអត់ស្វាយទៅរយណាខ្លះមិនមែនតែតែចង់នឹងបានមកហើយបរិភោគឲ្យឆ្អែតតែជួនកាលឲ្យបានតែមួយម៉ាត់បានដាក់ទៅចូលមាត់ឲ្យបានទទួលរសជាតិជូរនឹងបន្តិចទៅឈប់បាត់ហើយញោមចាស់ខ្លះចង់អីចឹងណាចង់អូយចាឃ្លានណាចំណងហ្នឹងវាគួរតែថាបើថាហូបកាទៀវអស់3ចានណាប៉ុន្តែជួនកាលបានតែ3ស្លាបព្រាហ្នឹងឈប់ហើយលេងឃ្លានណាការហុចឲ្យចៅឲ្យកូនបាត់ចំណងហ្នឹងវាអញ្ចឹងណាយិនញោមសិទ្ធិនេះចង់ហូបនំបាយហ្នឹងដល់តែកើតរោគលឿងព្រោះគាត់ក៏បានចូលទៅបន្ទប់ដេកអោបក្រេព្រោះបារម្ភខ្លាចអស់ទ្រព្យសម្បត្តិចង់ហូបពេប៉ុន្តែមិនហ៊ានហូបទេព្រោះខ្លាចហូបនោះវាអស់ទ្រព្យណាព្រោះខ្លាចតែងាប់ទៅវាទ្រព្យនោះវាមិនគង់ហើយញ៉ាំវាអស់ញាតិញោមគិតមើលភរិយាឃើញអាការៈខុសប្រក្រតីរបស់សេដ្ឋីហើយចូលទៅរកបបោះអង្អាខ្នងថ្នមហើយសួរថាឯងមានជំងឺអ្វីឬកាត់អីក៏សួរទៀតថាឬបរិជាត្រង់ក្រែវក្រៅឬក៏កូនប្រុសស្រីឬបរិវារណាមួយធ្វើឲ្យបងមិនសប្បាយចិត្តសេដ្ឋីឆ្លើយតបវិញថាអត់ទេអត់មានអ្នកណាធ្វើឲ្យថ្នាក់ក៏បរិជាមិនបានខឹងក្រោធកូននឹងក៏មិនបានធ្វើឲ្យអន់ពុនចិត្តបរិវារនឹងក៏មិនបានធ្វើឲ្យទៅទាស់អីដែរប្រពន្ធសួរថាបងចង់បរិភោគអ្វីឬបានជាកូមលឿងអញ្ចឹងចង់បរិភោគអីមែនប្តីនឹងក៏នៅស្ងៀមដូចសួរត្រូវរឿងភរិយានឹងសួរទៀតថាបងចង់បរិភោគអ្វីប្រាប់មកសេដ្ឋីនិយាយដូចជាមានអ្វីវាញុកត្រង់កនឹងធ្វើឲ្យនិយាយមិនចេញចង់ហាថាក្នុងចិត្តនឹងថាឃ្លាននំបាយប៉ុន្តែវាហាវាមិនចេញហាវាដូចតាក់ត្រង់កហាវាស្លាក់ជាវាស្លែងហាទៅវាដូចឲ្យទ្របនឹងវាចេញអស់ទៅហើយយ៉ាងនេះចឹងទៅក៏និយាយបានតែត្រឹមថាបងចង់ភរិយាសួរបញ្ជាក់ទៀតថាចង់បរិភោគនំបែងមែនប្រពន្ធបែបដឹងរឿងណាញាតិញោមពុកប្តីប្រពន្ធនៅមួយគ្នាអាការៈតែខុសប្រក្រតីបន្តិចឆាប់ដឹងណាបងបើអ្នកដតីមិនងាយទេណាជួនកាលបែរជាឃើញនៅសេដ្ឋីនឹងចេះតែអើតមើលពេលគេហូបនំកម៉ាអីស្រក់ទឹកមាត់តែដឹងបានដឹងច្បាស់ម្លេះណាសង្កេតមើលអាការៈប្តីនឹងសັບអសល់ដល់ពេលឃើញតែគេហូបនំកម៉ាស្រក់ទឹកមាត់មកតក់ដល់ដីហ្នឹងបានសន្និដ្ឋានតែប្តីហ្នឹងបែបឃ្លាននំកម៉ាស់ហើយបានជាមិនហូបអីដល់ទៅលឿងហ្នឹងទៅតាមឈឺដូចមិនមែនឈឺអីទេប្តីហ្នឹងភ្ញាក់ផ្អើលថាបងចង់បរិភោគនំអំបែងទៅភរិយាហ្នឹងនិយាយចំម្ដីក៏បងមិនប្រាប់ខ្ញុំឲ្យដឹងបងជាមនុស្សក្រឬហ្នឹងបើចង់ហូបមិនប្រាប់យើងហ្នឹងវាក្រណាស់ទៅហើយត្រង់នៅ80កោតនាងខ្ញុំនឹងធ្វើចាយមនុស្សក្នុងនគរនេះទាំងអស់គាត់នៅលឺសម្ដីប្រពន្ធថាចង់ហូបនំអំបែងមិនប្រាប់ខ្ញុំឥឡូវខ្ញុំធ្វើចាយអ្នកនគរទាំងអស់សិទ្ធិលឺហើយតក់ស្លុតប្រញាប់និយាយចំទាស់ថាមិនព្រមឲ្យធ្វើដូចជាយកអីមកចាក់នឹងដើមទ្រូងយ៉ាងយងសម្ដីមួយម៉ាត់ហ្នឹងអត់ឲ្យធ្វើទេដូចជាផ្លាញទ្របហ្នឹងវាអស់ទៅឯងនៅចង់ហូបបន្តិចហ្នឹងមិនហ៊ានហូបផងឥឡូវមកធ្វើឲ្យ
អ្នកនគរទាំងមូលហូបនេះទៅភរិយានិយាយបន្ថយចោះមកទៀតថាចឹងសូមធ្វើចែកមនុស្សក្នុងមួយភូមិសេដ្ឋីនិយាយចំអកលក់លើយដាក់ប្រពន្ធគាត់ថាខ្ញុំដឹងថានាងឯងនឹងមានទ្រព្យច្រើនហើយបោហូហៀហើយភរិយាក៏និយាយទៀតថាចឹងធ្វើចែកចំពោះមនុស្សដែលនៅចិត្តផ្ទះយើងអ្នកចិត្តខាងសេដ្ឋីនិយាយចំទាស់ទៀតថាខ្ញុំដឹងថានាងអធិស្ឋានទូលាយហើយភរិយានិយាយសូមបន្ថយចោះមកទៀតថាបើដូច្នោះនាងខ្ញុំនឹងធ្វើមនុស្សនៅក្នុងក្រុមគ្រួសាររបស់យើងទាំងអស់ជាការស្រេចមិនឲ្យអ្នកណាទេចឹងឥឡូវតាមផ្ទះសេដ្ឋីហ្នឹងផ្ទះសេដ្ឋីមានសេដ្ឋីប្រពន្ធកូននឹងកម្មករកលីស័យនៅផ្ទះនឹងប្រមាណធ្វើតែប៉ុណ្ណឹងអត់ទេអស់ទ្រព្យអញច្រើនទៅភរិយាប្រាប់ថានាងខ្ញុំនឹងធ្វើដើម្បីយើងទាំងពីរនាក់ថាកម្មករនឹងមិនអោយធ្វើតែមួយគ្រួសារប្តីប្រពន្ធកូនមិនអោយឥឡូវថយតាមតែពីរនាក់ប្តីប្រពន្ធនឹងទៀតសេដ្ឋីកំណាញ់ស្វិតក៏មិនព្រមទេអត់ទេយើងឃ្លានតែយើងទៅឯងឃ្លានអីដែរមកចំណាយភរិយានឹងក៏អត់ព្រមដែរចង់បញ្ចប់ភរិយាប្រាប់ថាខ្ញុំនឹងធ្វើឲ្យដល់បងតែម្នាក់ប៉ុណ្ណោះតែខ្លួនឯងនឹងមិនព្រមណាញាតិញោមតែគាត់បានប្រាប់ភរិយានឹងឲ្យកិច្ចឡើងទៅធ្វើលើប្រាសាទជាន់ទី7ណាអត់ឲ្យធ្វើនៅក្រោមទៀតព្រោះខ្លាចអ្នកដតីមកសូមបើធ្វើជាន់ក្រោមណាប្រពន្ធកូនឃើញកម្មករកលីសែងឃើញនឹងខ្លាចគេសុំឲ្យទៅវាដូចទៅទាស់វាដូចកំណាញ់ពេកកំណាញ់មែនបើរិះមែនបើគេថារិះខ្លាចភ័យក្លិនអ្នកណាដើរមកឲ្យសុំអញ្ចឹងណាចង់នៅទៅលើប្រាសាទជាន់ទី7ហ្នឹងគ្រានោះព្រះដែលមានប្រភិយទ្រង់ត្រាស់ហៅព្រះមហាមុគលានធេមកគាល់ពីព្រឹកប្រហៀមហើយត្រាស់ប្រាប់ឲ្យទៅកាន់សក្ការៈនិគមដើម្បីទូមានសេដ្ឋីដែលមានសេចក្តីកំណាញ់ឲ្យបោះបង់ចោលការកំណាញ់ឲ្យនាំមកកាន់វត្តចេតពុនដោយកម្លាំងអរិយានុភាពតថាគតនឹងភិក្ខុ500រូបរងចាំឆាននំអំបែងនៅទីនេះឯងអញ្ចឹងព្រះមហាមុគលានទទួលពាក្យតម្រាស់ហើយដោយអោនសិរសាហើយក៏ហោះទៅដោយអំណាចឥទ្ធិឫទ្ធិអណ្ដែតត្រសែតនៅឯឯកដល់អាកាសបែរមាត់បង្អួចនៃប្រាសាទដែលលោកសេដ្ឋីនិងភរិយាកំពុងធ្វើនំអំបែងលោកសេដ្ឋីមើលឃើញប្រធេរៈនោះឯងចិត្តនឹងក៏ភ្ញាក់ញាប់ញ័រគិតថាយើងកិច្ចមកទីនេះដោយខ្លាចសាមណៈព្រាមនឹងឯងមកដល់ជាន់ទី7ជាន់ផុតគេណាវាអស់ត្រឹមនឹងហើយខ្លាចគេមកសុំឥឡូវជួបទៀតគាត់រាវរកគ្រឿងប្រើប្រាស់ដើម្បីបណ្ដេញប្រធេរៈរកអីដេញទៅតែរកអ្វីមិនឃើញក៏កើតការខឹងក្រោលឡើងធ្វើសំឡេងឮតដាក់ដូចអំបិលដែលគេដាក់នៅក្នុងភ្លើងហើយវាឮសំឡេងមកឮផាប៉ែសំនិយាយអីមិនចេញវាគាំងហ្មងគាត់និយាយនឹងព្រះមហាមុគលានធេថាសំបីលោកមកដើរចង្ក្រមឈរឬអង្គុយត្រង់បង្អួចនិងបង្ហុយផ្សែងក៏លោកនឹងមិនបានអ្វីពីខ្ញុំឡើយបច្ចៈទៀតណាកុំថាឡើយមកគង់នៅមាត់បង្អួចនឹងដល់អំណាចរត់អត់ទៅឃើញរត់នឹងអស់ចាទេបើញាតិញោមថាសុកអីឈរនៅផ្ទះឯងស្រាប់តែឃើញអង្គណាខុសមួយអង្គមាត់បង្អួចទៅប្រហែលជាផ្អើលហៅឡោហើយមើលទៅមើលបាក់ទឹកបាក់ដីទៀតហើយមើលទៅឃើញរត់តែប៉ុណ្ណឹងណាដឹងថាទៅដល់ណាក៏តាមដែរមើលទៅបងតែសិទ្ធិនេះអត់ទៅជ្រះថ្លាជាមួយអត់ទៅជឿដល់អំណាចអធិរតនឹងទេចង់មានរត់អីមានរត់ទៅនំបាយនឹងអត់បានប្រគេនឲ្យឆានទេដល់បច្ចៈអញ្ចឹងហើយព្រះមហាមុគលានធេក៏បង្ហុយផ្សែងឈួលគ្រប់ដណ្ដប់ពេញទូទាំងប្រាសាទធ្វើឲ្យផ្សែងនោះហុយខ្លាំងទៅឈួលភ្នែកសំបីសេដ្ឋីមានបំណងចង់និយាយថាទោះបីលោកនឹងធ្វើឲ្យឆេះជាភ្លើងក៏លោកមិនបានអ្វីពីខ្ញុំដែរចិត្តនឹងចង់និយាយអញ្ចឹងឥឡូវកុំដោយថ្នាក់ថាសំដែងរត់នឹងឲ្យញ៉ាំងជាផ្សែងនឹងឲ្យឆាបឈួលភ្នែកនឹងទ្រាំមិនបានឥឡូវធ្វើឲ្យឆេះទៀតនឹងក៏មិនបានអីប៉ុន្តែគិតមួយថាបើនិយាយចឹងលោកតែលោកធ្វើមែនទៅអញនោះអស់ប្រាសាទអស់ផ្ទះគាត់ដឹងថាលោកមានរិទ្ធក្នុងចិត្តចង់និយាយចឹងប៉ុន្តែមិនហ៊ាននិយាយអញ្ចឹងពាក្យក្នុងចិត្តនឹងចង់និយាយចឹងប៉ុន្តែមិនហ៊ានធ្វើអញ្ចឹងសេដ្ឋីនឹងអត់ហ៊ាននិយាយពាក្យនឹងចេញមកទេខ្លាចភ្លើងឆេះប្រាសាទមែនបំណងនឹងឲ្យប្រធេរៈនឹងចេញទៅក៏ប្រាប់ឲ្យភរិយានឹងជានំអំបែងតូចប្រកេនភរិយាបានចាក់ម្សៅចោះក្នុងអំបែងត្រឹមតែបន្តិចឯង
mà trong về này ta nôm nâng vừa khai chia bẩn té thông bao bên mùi ẩm bài sẽ thấy khơi nhau có sợ đài con nị dây nâng phải dưa thả chuông ca niêng nâng đạm mà sao tràn pê tại đăng bàn việc thông chăng tơ mình ơi và pôn chả đấy chạm bởi vì và pôn máu bao đua luôn ái đã tầm mà trong về cạn màn tịnh nó đòi bầm non thả ao tại bẩn tạch nôm nô tờ lọp tơi chìa chấm nát thông chiêng chấm nát môn đặt tiền này đã can đặt tách nôm nâng rít can đặt thòng sẽ thầy nâng rất tà chiên nôm nâng can đặt tách tơ đã can đặt tách nôm nâng can đặt thông làng bò dường vĩnh còn là khơi giống đằng chả thà panna đấy tại sẽ thầy ở chả thà cho mùi thế mà nó ọt miên sạch thiên á mà nó cầm nanh nè ở chả thà cho mùi thế này nhóm rom sẽ thầy pen nâng bờ hiện nhôm bò sát tu tơ tập pan nâng ở và hai chia cứ chả thà mình hot ao lột nâng màu bà pro thế con nó có cao dịch đây nơi này từ pra peria ở lỡ bàn trăng tê chấm ra hai mình đang thơm mấy tiết đấy trăng ao peria nắng vô môi chấm nặt đài chả nâng tơ bạc kền lột hai đại cha cọt làng pe peria vô đai chạp vô chấm nặt nông môi chấm nặt bạc kền bạc thê ra nông nó có bị tàu chọp khăn nèชอบตั้งบอมไบคณีอัดเจงเติมเนียงปราบเสร็จไทยโปถายอมหนึ่งทั่วโดยครวนไอ้ให้เสร็จไทยก็บอมไบนมนังไก่บอมไบนมนังเธอไม่ก็มันเจงโดยขณีปนบอมไบมันเจงได้บอมไบมันเจงอย่างเลยปีนี้พอได้แบบปนนะโชว์มันเนี่ยมาจะเฮียงมั้งนมเนากระดานมขณีจับเตียงโดยตีนปลอดยังอยู่บอมไบนมตีนปรังปรังชอบสะอาดไหมนังเราโหดตอนแต่ใบเนื้อนังวิโจครวนใบเนื้อคลางไปเต้าเลงเคลียนนมนังเลงเคลียนเอาไปคลายออตรอบในเจียงนะเตอได้จัดปลาเพริยท่าแล้วดังเธอไม่เต้นจังประเกนตะโลกเต้ประเกนตะโลกตั้งเตอมาจำนัดได้วิริทมจอบคนเดียนังเพริยเลิกโจเตอประเกนประเทระก็สำได้ทัวดาวโพสสากุลปรารัตนตรัยนังอาในสังในกาบริจาเตยเตียนโลกสิทธิ์ไทยสดับทัวหายก็มีนจัดจรัตลาปวรัตนีเอาประเทระนังโจลมากงชันเลอบาลังข้างขนมประสาทบาคล้วนแต่ประเทระพราเอาโลกสิทธิ์ไทยเชียบดาวปุถบำนองถ่าประปุถเจอังมาจานังปิโขสร้างปรำรอยรูปโรงจำชันนมเนาไอวัดเจตปนกรงซาบัดไทยบันเนนังประเกนนมโจลเอาพระเยียกันนมหนึ่งเครื่องเพื่อนมตะกอแปรเมียนประเพียโปร่งขณีจ้าโลกสิทธิ์ไทยเราจะทลายยันยงคลายเติมมันดอลมันตอนเปเวเลียเตาชั้นโปรเพลชง่ายดอเตอสายสปรามโยยประเทระก็ตะตูเทเนียธานังเตาไอตอนเปชันហើយក៏លោកអធិដ្ឋានឲ្យមេចន្តានឲ្យតាំងឡាលើប្រាសាទរបស់សេដ្ឋីចំណែកជើងចន្តាលនឹងតាំងនៅក្នុងសុំទ្វារវត្តចេតពុនលោកអធិដ្ឋានយ៉ាងដល់អំណាចនៃរដ្ឋនឹងហើយបណ្ដាលឲ្យលោកសេដ្ឋីនិងភរិយានឹងទៅដល់វត្តចេតពុនរហ័សជាងការចោះប្រាសាទជាន់លើទៅជាន់ក្រោមទៅទៀតស្វាមីភរិយាចូលថ្វាយបង្គំគរព្រះដ៏មានព្រះភិក្ខជាអង្គម្ចាស់ហើយចាត់ចែងថ្វាយនំអំបាយនិងតេកេណោទួក្រោយពីព្រះមានប្រភានិងភិក្ខុទាំងឡាយធ្វើផតកិច្ចស្រេចហើយអ្នកទាំងពីរបានបរិភោគនំនោះក៏មិនអស់ទៀតទោះបីនាំទៅចាយដល់ពួកអ្នកធ្វើស្រែក៏នំនឹងវានៅសល់ដូចដើមចាយដល់អ្នកណាក៏មិនអស់ដែរដល់អំណាចនៃរដ្ឋចាយដល់មនុស្សម្នាអ្នកនគរនឹងក៏មិនអស់ទៅក្រាបទូលព្រះដែលមានព្រះភិក្ខថាបើប៉ັດព្រះអង្គដល់ចម្រើនំនោះនៅសល់ស្មើនឹងនាំមកមិនអស់ទៅណាឡើយព្រះអង្គព្រះដែលមានព្រះភិក្ខទ្រង់ត្រាស់ថាបើដូច្នោះអ្នកទាំងពីរចូលចាក់នំចោលនៅសុំទ្វារវត្តចេតពុនចាស់អ្នកទាំងពីរបានធ្វើតាមព្រះតម្រាស់នោះទៅទីនោះកើតជាញោកនំអំបែងឡើងរហូតមានឈ្មោះដល់សពថ្ងៃនឹងហៅថាញោកនំអំបែងស្វាមីភរិយាបានចូលបង្គំគរព្រះមានព្រះភិក្ខជាអង្គម្ចាស់ព្រះអង្គធ្វើអនុមោទនាក្នុងការចាប់អនុមោទនាអ្នកទាំងពីរបានសម្រេចសោតាបតិផលបានជាព្រះរាជបុគ្គលថ្នាក់ដំបូងក្នុងព្រះពុទ្ធសាសនាហើយថ្វាយបង្គំលាត្រឡប់ឡាទៅតាមចន្ទាដែលខ្លួនមកចាប់តាំងពីពេលនោះមកមច្ឆរិយកោសិយសិទ្ធិបានបរិច្ចាគទ្រព្យចំនួន80កោដបូជាក្នុងព្រះពុទ្ធសាសនាដល់ពេលដែលបានជ្រះថ្លាគឺទ្រព្យ80កោដបរិច្ចាគចំណាយ
បូជាក្នុងពុទ្ធសាសនាតែដល់អំណាចនៃបុណ្យកុសលសេដ្ឋីនឹងទ្រព្យនឹងមិនអស់ទេណាញាតិញោមបុណ្យនឹងគឺកាន់តែធ្វើនឹងគឺកាន់តែចម្រើនក្នុងវេលារសៀលថ្ងៃមួយភិក្ខុទាំងឡាយក៏ប្រជុំគ្នាក្នុងធម្មសភាសរសើរគុណព្រះមហាមុគលានថាអ្នកមានអាយុទាំងឡាយអ្នកទាំងឡាយចូលមើលអានុភាពរបស់ព្រះមហាមុគលានលោកធ្វើមិនអោយទាំងខ្ទប់សទ្ធាមិនធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិទូមានសេដ្ឋីដែលមានសេចក្តីកំណាញ់សំបីតែប្រេងមួយដំណក់មិនអោយហ្នឹងតែមួយផ្លែតធ្វើឲ្យអស់ជុះកំណាចធ្វើឲ្យអស់នៅសេចក្តីកំណាញ់ធ្វើឲ្យកាន់នោមនាំមកកាន់វត្តចេតពុនមហាវិហារដាក់ទុកចំពោះព្រះភ័ក្ត្រព្រះបរមសាស្តាហើយឲ្យតាំងនៅក្នុងសោតាបត្តិផលគួរអស្ចារ្យណាស់ព្រះថេរៈមានអានុភាពច្រើនពិត